ខ្ញុំឆ្ងល់ថាតើឆ្មារបស់ខ្ញុំនឹងធ្វើអ្វីពេលកំពុងរងចាំខ្ញុំត្រូវតាក់ទងពួកគេដោយឡែកពីគ្នាសួស្តីតើខ្ញុំអាចប្រើទូរស័ព្ទរបស់អ្នកមួយទៀតបានទេនេះដែរខ្ញុំមានអារម្មណ៍ថាខ្ញុំធ្លាប់បានឃើញអ្នកពីរបស់ខ្ញុំស៊ីនយ៉ាងទៅមុខហើយវីខ្ញុំអ្នកប្រើប្រាស់ដែលបានស្នើសុំសេវាកម្មនេះមិនអាចប្រើបានជាបណ្ដោះអាសន្នទេឡាតើអ្នកណែណាខ្ញុំនឹងហៅមួយទៀតអ្នកគឺជាខ្ញុំត្រូវចេញទៅខ្ចីទូរស័ព្ទអ្នកដទៃដើម្បីធ្វើការហៅទូរស័ព្ទពេលនោះខ្ញុំនៅផ្ទះហេតុអ្វីបានជាអ្នកមិនមកជួបខ្ញុំមានរឿងអ្វីហេតុអ្វីបានជាអ្នកល្អតើដូច្នោះមែននេះជាកញ្ចប់របស់អ្នកស្វាមីឲ្យតើឈុតដែលបងឲ្យអូនធ្វើដោយដៃនឹងមកដល់ឆាប់នេះទេវាជាខូបអាពាហ៍ពិពាហ៍លើកទី3របស់យើងខ្ញុំកំពុងមើលអ្នកស៊ីវយ៉ាហៅក្រុមខ្ញុំគ្រាន់តែចង់ធ្វើឲ្យអ្នកភ្ញាក់ផ្អើលប៉ុណ្ណោះខ្ញុំបានបញ្ជាទិញឈុតមួយបើមិនដូច្នោះទេវានឹងត្រូវបានលាតត្រដាងប្រសិនបើកិច្ចសន្យាត្រូវបានកែប្រែតើការទទួលយកវានៅតែត្រូវបានចាត់ទុកថាជាការខាត់បងដែរទេតាមពិតទៅពួកគេបានដំឡើងម៉ាស៊ីនបន្សុទ្ធខ្យល់នៅគ្រប់ផ្នែកនៃវិឡាខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ចំពោះមេចុងធ្វើម្នាក់ថ្ងៃនេះមិនត្រូវបានថតទេគ្រាន់តែពិនិត្យមើលលីនយូរហើយមិនគួរមានភាពមិនស៊ីសង្វាក់គ្នាជាដាច់ខាតយើងបានទៅមន្ទីរពេទ្យយឺតណាស់តើអ្នកទៅមន្ទីរពេទ្យដើម្បីដើរតាមដោយមិនហៅរកជំនួយដោយរងចាំខ្ញុំមានលេខខឹកយប់នេះសូមមើលភ្នែកប្រពន្ធខ្ញុំឲ្យច្បាស់ផងឥឡូវនេះយ៉ាងម៉េចដែរភ្លាមនោះខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិចនៅពេលយប់យ៉ាងណាមិញពួកគេបាននៅក្បែរអ្នកគ្រប់ពេលវេលាលោកវិជ្ជបណ្ឌិតគូមកពីសាកលវិទ្យាល័យភ្នែកល្អបំផុតនៅក្នុងហើយមានហេតុផលមួយចំនួនដែលមិនត្រូវមើលវាស្ថានភាពនៅតែមានឱកាសដើម្បីឃើញពន្លឺម្ដងទៀតអ្នកចង់មានន័យថាគាត់គួរតែលេងឥឡូវនេះមែនទេនោះហើយជារបៀបដែលវាកើតឡើងនៅពេលនេះខ្ញុំមិនបានរំពឹងថាពួកគេពិតជានឹងជួយខ្ញុំទេអ្នកអាចយកបង្កាន់ដៃនិងប្រាក់ទឹកតែតើអ្នកកំពុងមានបញ្ហាមែនទេគាត់មានឈ្មោះហៅក្រៅថាហ្វាងគ្រាន់តែខ្ញុំជឿគាត់យ៉ាងងាយមិនមានន័យថាអ្នកអាចវិនិច្ឆ័យខ្ញុំបាននោះទេអរគុណដែលបានសង្គ្រោះជីវិតខ្ញុំ Ranchen មាន10 probability ខ្ញុំមិនដឹងថាតើយើងបិទទូរស័ព្ទរបស់យើងជាមុនសិនហើយរងចាំរហូតដល់ក្រោយថ្ងៃកំណើតរបស់គាត់ទើបរៀបចំសន្និសីទស្ដីពីបារ៉ាស៊ីមសម្បត្តិទាំងអស់មកខ្ញុំបាននាំគាត់ឡើងលើផ្ទះភ្លាមតើអ្នកកំពុងស្ថិតនៅដំណាក់កាលណាឥឡូវនេះខ្ញុំបានលួចស្ដាប់លោកវិជ្ជបណ្ឌិតគោតើអ្នកមិនមែនជាមិត្តភក្តិកុមារអ្វីបានជាអ្នកជួយខ្ញុំស្វាមីខ្ញុំមិនស្ថិតក្នុងចំហល្អដើម្បីប្រកាសពីស្ថានភាពនេះទេតើគាត់ជានរណាខ្ញុំមានអារម្មណ៍សង្ស័យជាលើកដំបូងកាលពី3ឆ្នាំមុនទោះបីជារូបរាងបុគ្គលិកលក្ខណៈនិងឈ្មោះហៅក្រៅរបស់គាត់សុទ្ធតែដូចគ្នាពីមុនក៏ដោយខ្ញុំនឹងធ្វើការហៅទូរស័ព្ទ